នៅក្នុងភូមិតូចមួយជិតទន្លេមានយុវតីម្នាក់ឈ្មោះសុភានាងជាមនុស្សស្ងប់ស្ងាត់ស្រឡាញ់ធម្មជាតិនិងចូលចិត្តអង្គុយមើលថ្ងៃលិចនៅលើដងទន្លេជារៀងរាល់ថ្ងៃមួយមានបុរសម្នាក់ឈ្មោះវីរៈបានមករស់នៅក្នុងភូមិនោះគាត់ជាគ្រូបង្រៀនថ្មីដែលមានស្នាមញញឹមកក់ក្ដៅនិងភ្នែកពោរពេញដោយក្តីសង្ឃឹមពេលដំបូងដែលសុភាបានជួបវីរៈគឺនៅក្បែរទន្លេពេលនាងកំពុងអង្គុយគូររូបថ្ងៃលិចនៅក្រោមដើមឈើធំមួយកណ្ដាលវាលស្រែក្បែរជើងភ្នំរូបស្អាតណាស់វីរៈនិយាយដោយសំឡេងទន់ភ្លន់សុភាបានញញឹមតិចអរគុណខ្ញុំគ្រាន់តែគូរតាមអារម្មណ៍ប៉ុណ្ណោះចាប់ពីថ្ងៃនោះទៅពួកគេបានជួបគ្នាជារៀងរាល់ថ្ងៃពេលខ្លះពួកគេបាននិយាយពីសុបិនពេលខ្លះនិយាយពីអតីតកាលហើយពេលខ្លះគ្រាន់តែអង្គុយស្ងៀមប៉ុន្តែបេះដូងពោរពេញដោយអារម្មណ៍ញាប់ញ័រភ័យអរនិងការយល់ចិត្តគ្នាថ្ងៃមួយវីរៈនិយាយថាសុភាអ្នកដឹងទេអ្នកគឺដូចពន្លឺថ្ងៃរះនាព្រឹកព្រលឹមធ្វើឲ្យជីវិតខ្ញុំមានន័យឡើងវិញសុភាមានអារម្មណ៍ថាបេះដូងរបស់នាងកំពុងរំភើបញាប់ញ័ររូបនិយាយអ្វីមកចេញនាងមិនធ្លាប់គិតថាមាននរណាម្នាក់អាចយល់ចិត្តនាងបានដល់ថ្នាក់នេះប៉ុន្តែជីវិតមិនតែងតែស្រស់ស្អាតដូចក្នុងសុបិនទេថ្ងៃមួយវីរៈត្រូវតែចាកចេញពីភូមិតូចនោះទៅទីក្រុងដើម្បីបន្តការងារធំមួយដែលគាត់បានសន្យាមុនពេលចាកចេញគាត់បានឲ្យសៀវភៅមួយក្បាលទៅសុភាដែលនៅក្នុងសៀវភៅនោះមានរូបគំនូរទាំងអស់ដែលនាងធ្លាប់គូរប៉ុន្តែគាត់បានសរសេរពាក្យតូចៗនៅក្រោមរូបនីមួយៗទំព័រចុងក្រោយគាត់បានសរសេរថាបើថ្ងៃណាអ្នកមើលថ្ងៃលិចហើយនឹកឃើញខ្ញុំ